អូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកមើល feedback កូនសិស្សខ្ញុំដែលគាត់នៅខាងប៉ោយប៉ែតណាគាត់ទិញអីវ៉ាន់ចូលច្រើនមែនតើណាឥឡូវយើងមកស្ដាប់សម្ដីគាត់និយាយពិតតែម្ដងអវ៉ាន់ចូលក្តៅហុយមិញហ្នឹងទៀតឯនេះ4 5ក្រុងធំហ្មងអ្នកទាំងអស់គ្នាលៀនតាទៀតឯខ្ញុំហើយនេះមើលដាក់ឡើងពេញទៀតឲ្យនេះឲ្យសិតតាអវ៉ាន់ភ្ញៀវបោះដុំទាំងអស់ហ្នឹងម្ចាស់តែម្នាក់ឯងបាទចំពោះអវ៉ាន់ជើងនេះគាត់ទិញអវ៉ាន់ដូចជាអស់6000គាត់ថាជើងក្រោយមានភ្ញៀវទិញអវ៉ាន់គាត់ហ្នឹងគឺអស់ប្រហែលជា10000ទៀតដោយសារអ្នកដែលគាត់ទិញតពីគាត់ហ្នឹងគាត់យកទៅលក់បើកហាងណានិយាយទៅការរៀនគឺយើងរៀនឲ្យចំគោលដៅមានន័យថាយើងទិញអវ៉ាន់អស់ប្រមាណក៏យើងអត់មានហានិភ័យក្នុងការទិញដែរណាអូខេអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ចូលរៀនគឺអាចចូលរៀនមួយខ្ញុំបានដោយមានទំនុកចិត្តរៀនហើយទទួលបានការប្រឹក្សាយោបល់រាល់បញ្ហាចង្អុលអីផ្សេងគឺខ្ញុំចាំជួយអ្នកទាំងអស់គ្នាមិនមែនយើងទិញអវ៉ាន់តិចតួចយើងភ័យយើងទិញអវ៉ាន់ច្រើនក៏អត់ហ៊ានទិញអញ្ចឹងយើងរកលុយចំណេញអត់ឃើញទេអូខេឥឡូវយើងមកមើលវីដេអូមួយទៀតមកនេះជិតគេងនេះស្អាតមែនតើនិយាយទៅ live ស្អាតមែនតើនៅ4ក្រុងនេះអត់ទាន់បានបើកទេនិយាយទៅអវ៉ាន់មកអត់ទាន់អស់ណានៅសល់ប្រហែលជា 30% អីទៀតបានអស់អាហ្នឹងម្ចាស់តែម្នាក់ណាគាត់បោះដុំណាគាត់យកទៅលក់បន្តព្រោះអីគាត់បើកហាងបាទអញ្ចឹងការទិញទំនិញដែលមានទំនុកចិត្តអញ្ចឹងរាល់បញ្ហាចង្អុលផ្សេងគឺអាចសួរបានបាទគាត់ថាអវ៉ាន់ចូលប្រហែលជា 30% ទេអវ៉ាន់ច្រើនមែនតើគាត់ទិញតែមុនគាត់ទិញគាត់បានប្រឹក្សាយោបល់មួយខ្ញុំដែរគាត់ថាការទិញនឹងអស់ជា6000អញ្ចឹងជើងក្រោយគាត់ទិញប្រហែលជា10000ដោយសារគាត់បានប៉ះម៉ួយបោះដុំអញ្ចឹងណាសម្រាប់ម៉ួយដែលគាត់ទិញតពីគាត់គឺយកទៅបើកហាងផ្ទាល់តែម្ដងអញ្ចឹងទិញអវ៉ាន់ចូលច្រើនមែនតើអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលចង់ចូលរៀនគឺអាចចូលរៀនបានបាទអូខេបាយ